thì hai bông bồn cứ màu và hai bông bồn bán squall lại chơi play màu phía tiệt hai có màu nhâm tầm bảy bông bồn bán squall tập play chơi play cứ chừng anh nhâm bán bông bồn bạn ta play chơi play đó chui thằng bồn nó kia từ mờ hai cái tập bẹt môi nhóm mà bé squall thằng bồn bạn ta bông bồn bạn cứ bên này chúng nó thằng bồn thì cứ đam một viên bồn bạn đam viên bồn nó kia đamนี่คือสลักเอาไว้บนสลักเอาไว้คือไปโชว์ท่าดำโยเปรย์ของบนบางคนบ่าดูจังแบบพลายไปบางคนมาเคยของบนบ่าอันบนนั่นคือจะสลักเอาไว้ของบนโอเคหายนั่นคือจะพลายเอาไว้ของบนบ่านี่จะพลายเอาไว้คือพลายโยของบนบ่าคือพลายโยเปรย์ของบนบ่าจะบางคนนะได้สกอร์พลายโยเปรย์แค่นั้นคือบางสกอร์หายนี่คือจะพลายเอาไว้คือสลักเอาไว้ของบนบ่าสลักโยเปรย์ให้สลักโยสลักคือคอกเนี่ยของบนสลักโยก็คือทอมของบนบ่าได้พลายไว้กับทอมนะจำในไอโยเปรย์นี่คือพลายไว้ต่อยๆเด้สักไว้กับต่อยๆของบนบ่านี่คือจะพลายเอาไว้ของบนบ่าถ้าบางคนต้องเอาที่ก็ไปขับไปอยู่ตัดติยามอยู่บนช่องต้องเอาที่บนมายังยามอยู่บนหนึ่งบัลมาเตะบนมาตาเป็นไม่รู้จิตอย่างน้ำบนเอาที่จำเบิกจำยามบนมาสกอร์บนสกอร์รู้จิตเอาไว้บนมาถ้าบางคนเอาที่บ้านเราเนื้อชมันแบบเวียดักนักน้องสักเชื่อให้บางคนมาเธอนี่คือเชื่อบ้านมาเตะแต่ยังเติมมายามโยเปรย์บางคนแต่พลายโยเปรย์เป็นไม่รู้จิตอย่างน้ำบนเอาที่บ้านแต่บางคนเอาที่ก็ไปขัดเปย์อยู่แต่มายามอยู่บนนักชมต้องเอาที่บนบ้านแต่โยเปรย์นี่คือเป็นไม่รู้จิตอย่างน้ำให้ពេលយើងញ៉ាំជាមួយនឹងអំបិលម្ទេសនេះតើវាមានរសជាតិយ៉ាងណាបងប្អូនបាទតើបងប្អូនបាទយើងចាប់ផ្ដើមញ៉ាំបងប្អូនបាទនេះញ៉ាំវាទាំងមួយបងប្អូននេះគឺជាអំបិលម្ទេសបងប្អូនអង្គអំភោបងប្អូនទាំងអស់គ្នាយើងจะលក់វាចេះបងប្អូនបាទយើងសាកមើលបងប្អូននេះទៅវិញបងប្អូនផ្លែញោព្រៃគឺទៅវិញបងប្អូនបងប្អូនបាទបងប្អូនណាដែលដើរព្រៃអីបងឃើញផ្លែញោនេះគឺជាផ្លែញោបងប្អូនបាទគឺយើងអាចញ៉ាំបានបងប្អូនវាអត់ពុលទេបងកិនថាវាទៅវិញបងប្អូនបាទគឺភាគច្រើនគេបេះវាយកធ្វើជាថ្នាំតែកាលនេះគឺខ្ញុំមកញ៉ាំដើម្បីបងប្អូនបានស្គាល់គឺខ្ញុំមកញ៉ាំវានៅក្រោមដើមវាម្ដងបងប្អូននេះគឺជាស្លឹករបស់វាបងប្អូនស្លឹកញោបងប្អូនបាទនេះស្លឹកញោព្រៃបងប្អូនអរគ្នាណាបងប្អូនបាទអូនចឹងដូចអ្វីដែលខ្ញុំបានប្រាប់បងប្អូនហ្នឹងគឺខ្ញុំមកផាយបងប្អូនបានស្គាល់ផ្លែឈើព្រៃបងប្អូនបាទគឺផ្លែឈើណាដែលយើងអាចហូបបានផ្លែឈើណាដែលយើងអាចហូបបានបងប្អូនបាទដូចនេះគឺជាផ្លែញោព្រៃបងប្អូនបាទចាំបងប្អូនផ្លែញោព្រៃគឺតូចៗទៅបងប្អូនបាទស្លឹកវាក៏តូចដែរចំណែកឯញោស្រុកគឺផ្លែវាធំបងប្អូនបាទហើយស្លឹកវាក៏ធំដែរបងប្អូនបាទតែផ្លែវាគឺខុសគ្នាបងប្អូនបាទផ្លែញោនេះគឺវាតូចហើយវាអត់វែងដូចញោស្រុកទេបងប្អូនបាទគឺវាកតប់ទេបងប្អូនបាទនេះឃើញបងប្អូនមើលទៅគឺវាកតប់អញ្ចឹងឯងគឺវាអត់វែងដូចញោស្រុកយើងហើយផ្លែញោស្រុកគឺធំបងប្អូនបាទចំណែកឯញោព្រៃនេះគឺវាតូចបងប្អូនបាទបងយើងដាក់អំបិលមកអំបិលអាមេរិកចាំមកបងប្អូននេះតែមានជួយយ៉ាងណាបងណាយើងបេះវាពីដើមមកបងប្អូនយើងដាក់តែនៅស្លឹកឈើអញ្ចឹងហើយយើងដាក់អំបិលម្ទេសមកគឺញ៉ាំយកបណ្ដោយបងប្អូនគឺយើងមិនបាច់ចាំលាងទេព្រោះវាជាផ្លែឈើធម្មជាតិគឺបដូរនៅក្នុងព្រៃទេបងប្អូនគឺវាមានដីមានអីមានជាតិគីមីស្អីទេបងប្អូនបាទគឺយើងអាចញ៉ាំបាននេះខ្ញុំញ៉ាំ
ចំណែកសាច់របស់វាគឺរាងលឹងបងប្អូនបាទយើងនិយាយឲ្យក្របវាគឺរឹងបងប្អូនវាចាស់ហើយហ្នឹងបងប្អូនទាំងអស់គ្នាបាទវាមិនខ្ចីទេគឺញោនេះដែលខ្ញុំបាយបងប្អូននេះបងប្អូនបាទចឹងថ្ងៃនេះបងប្អូនបានស្គាល់ហើយជាមួយខ្ញុំបងប្អូនអរគ្នាបាទនៅផ្លែញោព្រៃបងប្អូនបាទគឺផ្លែញោព្រៃនេះគឺវាមានរសជាតិល្វីងបងប្អូនបាទហើយវាជាផ្លែឈើព្រៃបងប្អូនបាទគឺផ្លែវាតូចៗទេហើយស្លឹកវាក៏តូចៗដែរបងប្អូនបាទគឺស្លឹកវាអត់ធំដូចស្លឹកញោស្រុកទេបងប្អូនហើយផ្លែវាក៏អត់ធំដូចផ្លែញោស្រុកដែរបងប្អូនបាទហើយផ្លែញោស្រុកដល់ពេលដែលវាទុំគឺពណ៌យ៉ាងសចំណែកឯញោព្រៃនេះពេលដែលវាទុំគឺពណ៌កម្ៅបងប្អូនទាំងអស់គ្នាបាទគឺវាខុសគ្នាបងប្អូនទាំងអស់គ្នាផ្លែរបស់វាដល់ពេលដែលវាទុំបងប្អូនបាទតើបងប្អូនមកញ៉ាំជាមួយខ្ញុំតទៅទៀតបងប្អូនបាទហាលនំទេបងប្អូនអើយចឹងបងប្អូនមើលវីដេអូរបស់ខ្ញុំគឺបងប្អូនអាចស្គាល់ហើយនេះគឺជាផ្លែញោបងប្អូនអរគ្នាបាទគឺយើងអាចញ៉ាំបានតែញោនេះគឺយើងអាចញ៉ាំជាមួយនឹងអំបិលម្ទេសបានបងប្អូនបាទជាមួយយើងញ៉ាំទទេក៏បានដែរបងគាត់ថាញ៉ាំទទេគឺវាល្វីងបងប្អូនបាទគឺវាឆ្ងាញ់ទេគឺវាល្វីងខ្លាំងបងប្អូនបាទចឹងថ្ងៃនេះខ្ញុំមកញ៉ាំគឺញ៉ាំជាមួយនឹងអំបិលម្ទេសដើម្បីបងប្អូនបានស្គាល់ថាញោនេះគឺយើងអាចញ៉ាំបានបងប្អូនទាំងអស់គ្នាគឺញោព្រៃចឹងបងប្អូនដើរព្រៃបងប្អូនឃើញញោនេះបងប្អូនអាចបេះយកទៅធ្វើថ្នាំក៏បានអាចញ៉ាំវាក៏បានដែរបងប្អូនញ៉ាំជាមួយនឹងអំបិលម្ទេសក៏បានញ៉ាំទទេក៏បានដែរគាត់ថាញ៉ាំទទេគឺវាល្វីងបងប្អូនទាំងអស់គ្នាបាទតើបងប្អូនមកញ៉ាំមុខខ្ញុំទេបងប្អូនបាទចឹងអរគុណបងប្អូនអរគ្នាបាទដែលបានតាមវីដេអូរបស់ខ្ញុំបាទជម្រាបលាបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមកបាយបងប្អូនបានស្គាល់ផ្លែឈើព្រៃប្រភេទនេះបងប្អូនបាទគឺឈ្មោះថាផ្លែញោព្រៃបងប្អូនបាទចឹងអរគុណបងប្អូនបាទជម្រាបលាបាទ